ខ្ញុំទទួលបានសំណួរមួយថាហេតុអីបានជាពេលដែលទៅវាយតង់អូលាវប៉ៃមិនយកជូកលៀងទៅជាមួយមានមតិខ្លះថាបើសិនជាយកជូកលៀងទៅជាមួយប្រហែលជាលាវប៉ៃអាចវាយយកតង់អូបានឬយ៉ាងហោចណាស់ក៏អត់បង្កកំហុសនាំតបចូលព្រៃរហូតគេប្រើភ្លើងដុតអស់ដែរតាមការយកឃើញរបស់ខ្ញុំមានហេតុផល3ដែលលាវប៉ៃគាត់អត់យកទៅទី1គឺទុកជូកលៀងការពារនគរព្រោះបើជូកលៀងនៅគឺអត់មានអ្នកណាហ៊ានវាយទេហេតុផលទី2គឺជូកលៀងតែម្ដងគាត់ជំទាស់អត់ឲ្យទៅវាយតង់អូអញ្ចឹងហើយលាវប៉ៃគាត់មិនចង់ឲ្យជូកលៀងទៅព្រោះតែជូកលៀងជំទាស់គាត់អត់ឲ្យទៅវាយតង់អូទេហេតុផលចុងក្រោយសំខាន់ជាងគេគឺលាវប៉ៃតែម្ដងគាត់គិតថាគាត់ខ្លាំងប៉កែកម្លាំងតបគាត់ខ្លាំងគ្រប់គ្រាន់អាចវាយយកតង់អូបានដោយអត់ចាំបាច់ត្រូវការជូកលៀងនេះបើសិនពេលហ្នឹងគាត់អត់មានជំនឿចិត្តថាឈ្នះតង់អូប្រហែលជាគាត់យកជូកលៀងទៅឬក៏គាត់យល់ឃើញថាគាត់អត់អាចវាយឈ្នះតង់អូបានទេតោះតែមានជូកលៀងទៅបានគាត់អាចឈ្នះបានគាត់ប្រកាសជាយកជូកលៀងទៅហើយតែគាត់គិតថាតបគាត់ខ្លាំងគាត់តបច្រើនជាងតង់អូហើយពេលហ្នឹងគឺគាត់ខ្លាំងមែនក្រោយពីសង្គ្រាមនៅឈើពីរគឺទឹកដីទាំងកម្លាំងតបគាត់គឺកើនឡើងហើយខ្លាំងជាងតង់អូជាក់ស្ដែងនៅពេលដែលគាត់បោះតបចូលក្នុងព្រៃម៉ាលៀងឲ្យយោបល់ថាពេលដែលបោះជំរំនៅណាឲ្យគោផែនទីឲ្យជូកលៀងមើលផងលាវប៉ៃគាត់ឆ្លើយថាអត់ចាំបាច់ទេតតែម៉ាលៀងប្រើសម្ដីបញ្ចុះបញ្ចូលគាត់ម្ដងទៀតមិនគាត់ព្រមឲ្យគោផ្ញើនេះសបញ្ជាក់ឲ្យឃើញថាលាវប៉ៃគាត់គិតថាគាត់ប្រកែគាត់អត់ចាំបាច់ត្រូវការមតិយោបល់ពីជូកលៀងទៀតទេចំពោះសង្គ្រាមនេះផុសតាមមួយទៀតក្រោយពីបានទទួលផែនទីហើយជូកលៀងបានក៏ហៅចៅច្រឡុងឲ្យមកទៅជួយសង្គ្រោះលាវប៉ៃមកវិញព្រោះដឹងថាសង្គ្រាមនឹងប្រឈមមុខចាញ់ហើយពេលនោះចៅច្រឡុងគាត់ចាក់ផ្អើលដែរថាហេតុអីបានចាញ់អញ្ចឹងជូកលៀងគាត់បានបញ្យល់ប្រាប់ចៅច្រឡុងថាលាវប៉ៃគាត់បោះតបចូលក្នុងព្រៃហើយឥឡូវហ្នឹងប្រហែលជាតង់អូហ្នឹងក៏ប្រើភ្លើងដុតកងទ័ពគាត់អស់ហើយចៅច្រឡុងគាត់ក៏ប្លើជាសំណួរឡើងថាបកណាមកក៏ឆាប់ភ្លេចម៉េះតបភ្លើងទៅតែឆេះកងទ័ព80,000 នាក់របស់ឆាវថ្មីសោះពេលនោះជូកលៀងគាត់ក៏បាននិយាយថាប្រហែលជាបកណាបានឡើងធ្វើជាស្ដេចហើយត្រង់គិតថាខ្លួនឯងប្រកាសជាងគេនេះគឺជាពាក្យវាយតម្លៃរបស់ជូកលៀងចំពោះលាវប៉ៃពេលនោះលាវប៉ៃពេលនោះគាត់មិនមែនជាលាវប៉ៃដែលលុតជង្គង់សុំឲ្យជូកលៀងជួយទេកាលពីជំនាន់លុតជង្គង់ឲ្យសុំឲ្យជូកលៀងជួយគឺគាត់ធ្វើសង្គ្រាមអត់ដែលឈ្នះពីណាដែរគាត់អត់មានដែលមានទំនុកចិត្តថាឈ្នះពីណាដែរនិយាយខ្លីទៅគាត់ដឹងថាគាត់អត់អាចទៅធ្វើសង្គ្រាមឈ្នះគេទេតដល់ពឹងជូកលៀងតែក្រោយមកគឺគាត់ជោគជ័យបន្តរហូតគឺជោគជ័យខ្លាំងមែនទែនវាយយកទឹកដីបានច្រើនហើយគាត់ឡើងធ្វើស្ដេចទៀតអញ្ចឹងគាត់គិតថាគាត់ប្រកែគាត់អាចវាយយកតង់អូបានអត់ត្រូវការជូកលៀងទៀតទេអត់ចាំបាច់ជូកលៀង